ដើមទៀបបារាំងបងប្អូននេះដាំបានមួយឆ្នាំជាងហើយប្រហែលជាមួយឆ្នាំ7 8ខែតែដើមនោះធំជាងគេបងប្អូននេះលិចក្បាលខ្ញុំហើយបងប្អូនណាដាំដើមឈើធំធំណាដូចជាទៀបបារាំងឬក៏ដើមឈើអីដែលធំមួយគឺខ្ញុំវិញសម្រាប់ខ្ញុំវិញគឺទន្ទឹងបន់តែដើមឈើនឹងវាធំហើយចង់ស្ដាប់សំឡេងសត្វដែលវាមកដេកលើដើមឈើហ្នឹងណាយប់ឡើងល្ងាចឡើងអីជីបចប់អីចឹងទៅសំឡេងហ្នឹងគឺសំឡេងដែលមានក្តីសុខជាងគេប៉ុន្តែអ្វីដែលខកបំណងបងប្អូននេះដោយសារតែមិនតាន់បានសត្វមកនៅផងអាសត្វតកៅនេះវាមកនៅមុននេះឃើញអត់បងប្អូនហើយខ្ជូតនេះតកៅហ្នឹងតែខ្ញុំអត់សូវខ្លាចទេតកៅហ្នឹងអ្វីដែលខ្ញុំខ្លាចគឺខ្លាចអាតកៅដែលធំមានភ្នែកក្លក់តកៅកាត់ចាបបងប្អូននេះអត់សូវខ្លាចវាតែប៉ុន្តែមើលវាមកដេកលើផ្លឹកមុនចាបបាត់ហើយក្តីសម័យខ្ញុំចង់ឃើញចាបមកដេកលើដើមឈើឥឡូវតកៅវាមកដេកមុន